បងបើខ្ញុំសង្ស័យថាខ្ញុំកើត depression ណាខ្ញុំគួរតែប្រាប់នរណាគេអត់អូចាអូនអរគុណសំណួរហ្នឹងល្អតាពីព្រោះថ្ងៃមុនបងឃើញក្នុង Facebook មានក្មេងស្រីម្នាក់គាត់លូតទឹកសម្រាប់ខ្លួនណោះអូហ្នឹងចាមួយថ្ងៃទៅបងនឹកឃើញដល់ការប្រហែលខែមុនណោះប្រហែលខែមុនហ្នឹងបងនៅ office បងហ្នឹងណាបងមានបុគ្គលិកម្នាក់ហើយទៅបងចាប់អារម្មណ៍ថាគាត់ដូចជាអាសាឈឺព្រោះសុខច្បាប់ញឹកញាប់ហ៎បាទចាហើយនៅក្នុងពេលធ្វើការក៏ដូចមិនសូវជាយកចិត្តទុកដាក់អញ្ចឹងបងក៏ប្រាប់ផ្នែក Human Resource របស់បងហ្នឹងឲ្យគាត់សាកជួបបុគ្គលិកម្នាក់ហ្នឹងហើយសួរនាំគាត់មើលថាតើគាត់មានបញ្ហាអីអត់ហេតុអីបានជាគាត់អាសាឈឺហើយតិចសុំច្បាប់អញ្ចឹងខាង Human Resource គាត់ក៏បានទៅជួបបុគ្គលិកម្នាក់ហ្នឹងទៅបាទចាហើយជួបហើយគេក៏រាយការណ៍មកបងចាហើយដល់ពេលដោយសារបងដឹងរឿងបងក៏បានហៅបុគ្គលិកម្នាក់ហ្នឹងមកជួបបងយើងក៏ជជែកគ្នាថ្ងៃហ្នឹងបងគិតថាប្រហែលជា3ម៉ោងអី3ទៅ4ម៉ោងព្រោះបងចំណាយពេលផ្លេចថាព្រឹកឬដល់ថ្ងៃតែអត់បានធ្វើអីគឺជួបគាត់ហើយចង់ដឹងថាតើគាត់មានបញ្ហាអីពីព្រោះអីក្នុងនាមយើងជាថ្នាក់ដឹកនាំម្នាក់យើងក៏ត្រូវចាប់អារម្មណ៍មនុស្សជុំវិញខ្លួនយើងពីព្រោះការប្រែប្រួលរបស់គាត់វាប៉ះពាល់ជាមួយនឹងគុណភាពការងាររបស់គាត់ដែរចាអញ្ចឹងនៅពេលដែលយើងជួបគាត់យើងសួរគាត់គឺយើងត្រូវដឹងអំពីឫសគល់នៃបញ្ហារបស់គាត់ហ្នឹងគាត់ក៏បើកចិត្តទលាយប្រាប់បងទាំងអស់ហ្មងហើយយើងក៏បងក៏ចាប់ផ្ដើមឆ្លិចសួរលំអិតខ្លាំងមែនតែម្ដងតាក់ទងជាមួយនឹងមូលហេតុដែលធ្វើឲ្យគាត់មានបញ្ហាហ្នឹងហើយបងក៏រកឃើញថាអូគាត់មានបញ្ហាហ្នឹងក៏ដោយសារគាត់គេងអត់លក់សោះដោយសារគាត់មានបញ្ហាភ័យខ្លាចអីរឿងអ្វីផ្សេងទៀតដែលគាត់បានប្រាប់បងលំអិតចឹងណាចាហើយបងក៏ប្រាប់គាត់ថាបងប្រាប់គាត់ថាបងសុំទោសបងគិតថាអូនឯងប្រហែលជាមានបញ្ហាផ្លូវចិត្តដែរអញ្ចឹងបងក៏ដោយសារពេលហ្នឹងបងក៏កំពុងតែចោះឈ្មោះវិបស្សនាបងគាត់ថាមិនមែនឯងទៅវិបស្សនាមួយបងទៅអញ្ចឹងណាគាត់ថាអូខេបងខ្ញុំទៅជាមួយបងគាត់ដូចថា commitment ណាប៉ុន្តែបងប្រាប់គាត់ថាដោយសារវិបស្សនាវានៅពី3ខែទៀតបានដល់ថ្ងៃទៅហើយចឹងបងប្រាប់គាត់ថាអត់ទេករណីឯងនេះគឺជារឿងដែលត្រូវធ្វើជាបន្ទាន់គឺជួបពេទ្យចិត្តសាស្ត្រជួបអ្នកជំនាញពេទ្យចិត្តសាស្ត្រហើយបងក៏ប្រាប់គាត់ថាបងមានមិត្តភក្តិម្នាក់ដែលគាត់ជាអ្នកជំនាញពេទ្យចិត្តសាស្ត្រនឹងតែម្ដងហើយគាត់ថាអូខេបងខ្ញុំទៅចឹងបងក៏ណាត់ពេទ្យនឹងឲ្យគាត់ហើយបងក៏ជូនគាត់ទៅដែលខ្លួនឯងទៅជួបពេទ្យហើយបងក៏ស្ដាប់ពេទ្យសួរនាំគាត់អីគ្រប់បែបយ៉ាងចឹងទៅគាត់ក៏បានទទួលការព្យាបាលហ្នឹងហើយគាត់បានញ៉ាំថ្នាំរយៈពេល3ខែហើយពេទ្យដែលជាមិត្តភក្តិហ្នឹងក៏ follow up ហើយគាត់ក៏បានទៅជួបពេទ្យជាបន្តបន្ទាប់ជាមួយគ្រួសារគាត់ទៅចាអញ្ចឹងមកដល់ថ្ងៃនេះគាត់បានជាសះស្បើយហើយជាមនុស្សធម្មតាវិញអញ្ចឹងឥឡូវយើងសម័យបើសិនជាថ្ងៃនោះយកឲ្យបានជួបគាត់យកចិត្តទុកដាក់ឲ្យគាត់ខ្លួនឯងអត់បើកចំហក្នុងការប្រាប់យើងក៏មិនអាចជួយគាត់បានដែរដូច្នេះសម្រាប់បងវិញបងចង់ប្រាប់ស្មីថាបើសិនជាយើងមានបញ្ហាយើងមានអារម្មណ៍ថាអូយើងប្រហែលជាមានបញ្ហាអីមិនស្រួលហើយយើងគួរតែទៅប្រាប់នរណាម្នាក់ដែលយើងគិតថាអាចជួយយើងបានឲ្យទាន់ពេលវេលាព្រោះការព្យាបាលទាន់ពេលវេលាគឺអាចដោះស្រាយបញ្ហាដែលយើងមិនអាចនឹកស្មានដល់បានណាចាអញ្ចឹងសម្រាប់បងវិញគឺបងមានអារម្មណ៍រំភើបមែនតើឲ្យតែបងទៅ office ឃើញគាត់មុខរីករាយរស់រាយណាបងសួរគាត់បែចៃអូនអត់អីទេបងខ្ញុំលែងអីហើយក្នុងចិត្តបងរំភើបមែនតើហើយក៏អរគុណគាត់ដែលទុកចិត្តបងបានចែករំលែកនិងបើកចំហអំពីរឿងរបស់គាត់ប្រាប់បងដែលធ្វើឲ្យបងមានឱកាសជួយណែនាំគាត់បានចានេះគឺជាអ្វីដែលបងចង់ឲ្យផ្ញើសារទៅបងប្អូនទាំងឡាយដែលមានអារម្មណ៍ថាឬក៏យល់ថាខ្លួនឯងមានបញ្ហាអីមួយប្លែកហើយគួរតែស្វែងរកអ្នកចិត្តសាស្ត្រឬក៏អ្នកជំនាញណាម្នាក់ដែលអាចជួយយើងបានឲ្យទាន់ពេលវេលាបាទអរគុណច្រើនបងចាអរគុណអូនដែលបានលើក topic នេះឡើង